វិធីសាស្ត្រទី7មានគំនិតតស៊ូក៏មានគំនិតទៅរកផ្លូវបរាជ័យអ្នកដែលជឿថាខ្លួនឯងធ្វើបាននឹងក្លាយជាអ្នកឈ្នះជានិច្ចចូលធ្វើកិច្ចការដែលអ្នកខ្លាចចុះហើយការភ័យខ្លាចរបស់អ្នកនោះនឹងរលាយសាបសូន្យទៅវិញជាប្រកបក្នុងការធ្វើការងារមួយជីវិតរបស់យើងតើអ្នកធ្លាប់អស់សង្ឃឹមក្នុងចិត្តទេតើអ្នកធ្លាប់មិនជឿលើខ្លួនឯងថាអ្នកអាចធ្វើកិច្ចការនោះបានសម្រេចជោគជ័យទេហើយអ្នកធ្លាប់ថាការព្យាយាមតាំងចិត្តយ៉ាងល្អប្រសើរដែលមានតាំងពីដើមមកនោះវានឹងស្រាក់ទៅវិញយ៉ាងគួរឲ្យចម្លែកទេលក្ខណៈរបស់ចិត្តដូចខាងលើនេះគឺច្រើនតែកើតមានឡើងចំពោះមនុស្សទូទៅហើយច្រើនតែកើតឡើងនៅពេលដែលយើងគ្មានភាពជឿជាក់លើខ្លួនឯងគឺពុំជឿលើសមត្ថភាពខ្លួនឯងថាខ្លួននឹងអាចធ្វើអ្វីទាំងនោះបាននៅពេលគ្មានភាពជឿជាក់លើខ្លួនឯងនោះតើយើងនឹងសម្រេចបានជោគជ័យឬបង្ហាញពីសមត្ថភាពពិតប្រាកដរបស់ខ្លួនបានយ៉ាងដូចម្តេចទៅការមានអារម្មណ៍ថាខ្លួនអន់ខ្សោយអស់សង្ឃឹមធុញថប់ក្នុងចិត្តប្រការទាំងនេះរមែងធ្វើឲ្យសេចក្តីសង្ឃឹមរបស់យើងញាប់ញ័រคล้ายជាមនុស្សគ្មានការសោកស្ដាយក្នុងជីវិតប៉ុន្តែការជឿជាក់លើខ្លួនឯងនឹងជួយឲ្យយើងយល់ច្បាស់ពីភាពសំខាន់របស់យើងហើយធ្វើឲ្យយើងមានភាពជឿជាក់ថាយើងត្រូវតែសម្រេចបានជោគជ័យតាមការសង្ឃឹមរបស់យើងយ៉ាងពិតប្រាកដគ្រប់ទីកន្លែងយើងនឹងបានជួបបុគ្គលមួយប្រភេទដែលខ្លាចចំពោះកិច្ចការក្នុងតួនាទីរបស់ខ្លួនឯងទោះបីគេធ្វើអ្វីក៏ដោយគេត្រូវតែសួរនាំនរណាម្នាក់ហើយគេត្រូវតែរងចាំពិភាក្សាជាមួយនឹងម្នាក់នេះដោយគ្មានភាពជឿជាក់លើសមត្ថភាពខ្លួនឯងហើយដឹងច្បាស់ថាគេគ្មានសមត្ថភាពដើម្បីទទួលខុសត្រូវចំពោះការងារទាំងនោះទេគេតែងតែនឹកគិតដោយគ្មានហេតុផលថាបើគេធ្វើទៅហើយនោះនឹងបង្កឲ្យមានការខូចខាតមានកំហុសឆ្គងគេគ្មានភាពជឿជាក់ថាគាត់មានសមត្ថភាពស្មើនឹងការងារដែលគេកំពុងធ្វើមនុស្សប្រភេទនេះហើយដែលយើងហៅថាគ្មានភាពជឿជាក់លើខ្លួនឯងមនុស្សដែលមានចិត្តបែបនេះពុំទាន់អាលនិយាយដល់ការងារដែលគេត្រូវតែតស៊ូជាមួយនឹងអ្នកដទៃឡើយសូម្បីតែការងារធម្មតាក៏គេមិនអាចធ្វើបានជោគជ័យដែរការកម្ចាត់អារម្មណ៍បែបនេះឲ្យស្រឡះពីបេះដូងរបស់យើងនោះមានសេចក្តីណែនាំថាពេលណាក៏ដោយដែលយើងមានអារម្មណ៍ចុះចាញ់ចំពោះការងារឡើងមកភ្លាមនោះឬមានអារម្មណ៍មិនជឿជាក់ចំពោះសមត្ថភាពខ្លួនឯងក្នុងការធ្វើកិច្ចការនោះឲ្យសម្រេចបានជោគជ័យទៅមុខចូលអង្គុយហើយកាន់ក្រដាសឡើងមកបន្ទាប់មកចូលសរសេរចំណុចស្ទាក់ស្ទើររបស់អ្នកចូលទៅក្នុងក្រដាសមួយចំណុចហើយគិតពិចារណាថាតើអ្នកនឹងយកឈ្នះចំណុចស្ទាក់ស្ទើរទាំងនោះម្ដងមួយបានយ៉ាងដូចម្តេចត្រង់ចំណុចនេះហើយនឹងជួយឲ្យអ្នកយកឈ្នះចំណុចស្ទាក់ស្ទើរទាំងនោះបានយ៉ាងពិតប្រាកដការមានអារម្មណ៍មិនជឿជាក់លើខ្លួនឯងនោះគឺច្រើនតែកើតឡើងដោយសារគំនិតរបស់យើងផ្ទាល់នៅពេលយើងជួបឧបសគ្គយើងតែងតែបង្កើតឲ្យចេញជារូបរាងនៃចំណុចស្ទាក់ស្ទើរទាំងនោះឡើងមករហូតមានរូបរាងកាន់តែធំហើយគួរឲ្យខ្លាចលើសពីការពិតពេលយើងគូររូបភាពឡើងតាមការស្រមើស្រមៃដូចនេះហើយឧបសគ្គតែបន្តិចសោះក៏คล้ายទៅជាឧបសគ្គដ៏ធំទៅបានការមានអារម្មណ៍ជឿជាក់លើខ្លួនឯងនោះតែងតែស្ថិតនៅក្នុងគំនិតរបស់យើងដែលជាទម្លាប់ជាប់ខ្លួនយើងមកបើយើងគិតតែពីការចុះចាញ់យើងនឹងអស់សង្ឃឹមទៅមុខមិនរួចដោយមានអារម្មណ៍ថាគ្មានមធ្យោបាយដើម្បីតស៊ូប៉ុន្តែបើយើងគិតក្នុងផ្លូវឈ្នះគិតក្នុងផ្លូវដែលអាចធ្វើបានគិតក្នុងផ្លូវដែលមិនសុខចិត្តចុះចាញ់ហើយនោះយើងនឹងជឿជាក់លើខ្លួនឯងឡើងមកភ្លាមកម្លាំងពលំមិនដឹងមកពីណាក៏ផុសឡើងមកចំណុចស្ទាក់ស្ទើរនឹងឧបសគ្គមិនដឹងថាប៉ុន្មានចំណិតប៉ុន្មានកង់ដែលនឹងត្រូវកំទេចឲ្យទៅជាផេះក្នុងមួយរំពេចអស់លោកទាំងអស់គ្នាចូលក្លាហានឡើង
ក្លាហានបន្តិចហើយកម្លាំងធម្មជាតិនឹងចូលសន្ធិដ្ឋក្នុងកាយរបស់អ្នកជាមិនខានឡើយការណែនាំខាងលើនេះជាការពិតចូលទុកចិត្តចុះប្រសិនជាអ្នកជឿជាក់លើខ្លួនឯងមហាកម្លាំងនឹងចូលមកជួយអ្នកជាមិនខានមហាកម្លាំងដ៏មហិមាមួយនេះមិនមែនមកពីណាទេប៉ុន្តែវាពួនសំងំក្នុងរាងកាយរបស់អ្នកនោះឯងហើយវានឹងកើនឡើងជាលំដាប់ព្រមគ្នានោះថែមទាំងក៏ជឿជាក់ថែមទាំងជឿជាក់លើខ្លួនឯងកាន់តែច្រើនឡើងអ្នកប្រាជ្ញជនជាតិអាមេរិកលោក Emerson បានបង្ហាញឲ្យដឹងថាជនណាដែលជឿថាខ្លួនឯងអាចមានលទ្ធភាពធ្វើបាននោះនឹងជាអ្នកឈ្នះជានិច្ចគាត់បាននិយាយមួយវគ្គទៀតថាចូលធ្វើកិច្ចការដែលអ្នកបានខ្លាចនោះចុះហើយការភ័យខ្លាចរបស់អ្នកនឹងរលាយសូន្យទៅវិញជាមិនខានដូច្នេះចូលហ្វឹកហាត់ឲ្យមានការភាពជឿជាក់លើខ្លួនឯងបន្តមកនោះការភ័យខ្លាចនិងការគ្មានសុវត្ថិភាពផ្សេងនឹងគ្មានឡើយចំពោះអ្នកមេតបម្នាក់កំពុងរៀបចំគម្រោងវាយខ្មាំងសត្រូវចាស់ដៃដោយគោលបំណងដើម្បីយកឈ្នះយកចាញ់គ្នាប៉ុន្តែនាយឧត្តមសេនីយ៍របស់គាត់ម្នាក់តែងតែជំទាស់ជារឿយថាខ្ញុំខ្លាចក្រែងថាវានឹងខ្លាយជាបែបនេះឬខ្ញុំខ្លាចក្រែងថាវានឹងខ្លាយជាបែបនោះលោកមេតបផ្ទះស្មាលោកឧត្តមសេនីយ៍ម្នាក់នោះយ៉ាងខ្លាំងហើយគាត់និយាយយ៉ាងម៉ឺងម៉ាត់ថាទុកចិត្តខ្ញុំចុះកុំចេះតែគិតពីភាសារបៀបកំសាកញីរបស់លោកអីបន្ទាប់មកគាត់ក៏ចេញបញ្ជាតាមផែនការរបស់គាត់ហើយបានទទួលជោគជ័យពិតប្រាកដមែនសូមឲ្យលោកជឿជាក់លើខ្លួនឯងជឿលើសមត្ថភាពខ្លួនឯងហើយការដែលយើងរក្សាអារម្មណ៍បែបនេះបានរហូតនោះដោយសារការគិតស្រមើស្រមៃតែពីជ័យជំនះប៉ុណ្ណោះចូលធ្វើការស្រមើស្រមៃខ្លួនឯងដែលកំពុងឈរយ៉ាងអង់អាចក្លាហានប្រកបដោយជ័យជំនះចូលធ្វើការស្រមើស្រមៃចំពោះរូបភាពមួយនេះឲ្យបានច្បាស់គិតគ្រប់ជំហានគ្រប់ពេលក្នុងការធ្វើកិច្ចការកុំឲ្យរូបភាពមួយនោះរលប់បាត់បង់ឬកុំឲ្យស្រពេចស្រពិលក្នុងចិត្តរបស់អ្នកឲ្យសោះកុំគិតក្នុងផ្លូវបរាជ័យកុំមានមន្ទិលសង្ស័យចំពោះសមត្ថភាពរបស់អ្នកមនុស្សយើងនឹងសម្រេចផលតាមការស្រមើស្រមៃរបស់យើងប្រសិនជាការស្រមើស្រមៃរបស់យើងជារូបភាពជ័យជំនះនោះគឺពុំចាំបាច់សង្ស័យថាជ័យជំនះដ៏ពិតប្រាកដនឹងคล้ายទៅជារបស់យើង